បុកម៉ែបងប្អូននិងមិត្តភ័ក្តិវិស័យកសិកម្មដែលដំណាំស្រូវឬក៏កសិករក្នុងការធ្វើស្រែចម្ការនេះគឺជាការបង្ហាញពីឫសស្រូវដើម្បីដឹងពីសុខភាពថាឫសស្រូវហ្នឹងវាមានលក្ខណៈឲ្យស្រូវហ្នឹងវាលូតលាស់ល្អដូចម៉េចខ្លះហើយយើងដឹងថាឫសស្រូវមានច្រើនប្រភេទមានស្រូវល្អហើយនិងរលួយកលជាដើមនេះគឺបង្ហាញទី1គឺឫសស្រូវពណ៌សភ្លឺទី2ឬពណ៌ល្អក់ពណ៌សល្អក់ទី3គឺពណ៌សពណ៌ត្នោតស្រាលឬចុងពណ៌សហើយភេទឫសស្រូវពណ៌សភ្លឺថ្លាឬឫសខ្លីនិងចុងឫសហ្នឹងគឺបង្ហាញពីឫសនៅមានជីវិតនិងសុខភាពល្អបំផុតថាស្រូវល្អមែនទែនឬពណ៌សភ្លឺមួយទៀតគឺឫសពណ៌សល្អក់ឬឫសពេញវ័យនិងសុខភាពល្អប្រសិទ្ធភាពការស្រូបទឹកនិងសារធាតុចិញ្ចឹម3គឺឫសពណ៌ត្នោតស្រាលឬចុងពណ៌សជាធម្មតាសម្រាប់ឫសចាស់ដែលត្រាំនៅក្នុងដីលិចទឹកយូរនេះគឺប្រភេទឫសដែលល្អមានសភ្លឺសពណ៌ល្អក់ជាដើមហើយប្រភេទឫសស្រូវប្រភេទទៀតគឺបង្ហាញពីបញ្ហារបស់ស្រូវមានពណ៌ខ្មៅឬពណ៌ប្រផេះទន់មានក្លិនស្អុយនិងសុខភាពមិនល្អនិងសុខភាពល្អវាផ្សេងគ្នាឬដែលពណ៌ត្នោតចំឬពណ៌ខ្មៅហ្នឹងគឺរលួយឬជំងឺរលួយលើខ្វះអុកស៊ីសែនជំងឺធ្ងន់ធ្ងរនិងជាប្រភេទដីពុលឬសពណ៌ប្រផេះទន់ឬគ្មានអុកស៊ីសែនឬក៏មានភ្នាក់ងារបង្កជំងឺឬក្លិនស្អុយគឺបង្ហាញការរលួយឬ